គ្រប់ជំរាបសួរក៏ដូចជាសួស្តីដល់អ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំបាទក្នុងវីដេអូថ្មីម្ដងទៀតហើយខ្ញុំយល់ជាមួយនឹង lecture ចឹងខ្ញុំដឹងអានខុសអានត្រូវទេចឹងក៏សូមអធិស្ឋានទេចឹងខ្ញុំសូមចូលទៅកាន់ VMware យើងខ្ញុំដោយខ្ញុំ remote នៅក្នុងកម្មវិធី Putty ទាំងអស់គ្នាចឹងខ្ញុំប្រើ command មួយខ្ញុំ clear វានេះដោយសារ command prompt នេះខ្ញុំបានដាក់វាដែរវាចឹងទៅវាស្រួលយ៉ាសូមបិទអានេះតិចកន្លែងនេះគឺជា command ដែលខ្ញុំបានសរសេរទុកហើយខ្ញុំនឹងបញ្យល់វាមួយចឹង command ដំបូងដែលខ្ញុំត្រូវធ្វើគឺខ្ញុំប្រើ command sudo ចឹងខ្ញុំប្រើ wm ចឹងមានន័យថា wm ខ្ញុំគឺវាស្គាល់ទៅនឹង user របស់ខ្ញុំបន្ទាប់មកខ្ញុំធ្វើការ pwd វាមើលទៅលើ password គឺអត់ឃើញទេ password គឺ root ដូចគ្នាឡើយនេះចឹងខ្ញុំ cd វាមួយហើយខ្ញុំ pwd ចឹងមានន័យថាវាគឺនៅដូចគ្នាចឹងវាបង្ហាញទៅលើក្នុង user wm ហ្នឹងបន្ទាប់មកខ្ញុំធ្វើការ cd ទៅលើនេះមួយហើយខ្ញុំ cd ហើយខ្ញុំ slash វា cd មួយទៀតគឺកាយដើម្បីថា not bar address នេះ cd របស់ខ្ញុំអញ្ចឹង localhost អញ្ចឹងមានន័យទេអញ្ចឹងខ្ញុំប្រើ command មួយទៀតខ្ញុំប្រើ cd ហើយខ្ញុំប្រើ ls អញ្ចឹងន័យថាវាដាក់ថា file take new ហើយដោយសារខ្ញុំបង្កើតពីមុននោះអូខេអញ្ចឹងខ្ញុំសុំចូលមកនេះទៀតគឺខ្ញុំ cd home អញ្ចឹងវាថា no home search អូអញ្ចឹងខ្ញុំអត់តនេះអីទេខ្ញុំ cd dot មួយយ៉ា cd dot តបមកខ្ញុំ cd ទៅកាន់ root របស់ខ្ញុំហើយបន្ទាប់មកខ្ញុំ cd dot slash dot អូខេអញ្ចឹងវាអត់មានបង្ហាញអីទេខ្ញុំសូម clear វាមួយអញ្ចឹងវាអត់មានអីទេអញ្ចឹងខ្ញុំសូមមើល main ls មកវាថាអ្វីដែលខ្ញុំបានសរសេរហ្នឹងវាមានអត់នេះគឺជា comment ទាំងអស់ដែលខ្ញុំបានសរសេរវាអត់មានច្រើនទេដោយសារខ្ញុំអត់សូវសរសេរប្រេប្រាស់ច្រើនអញ្ចឹង comment main ls នេះគឺសម្រាប់ check ទៅលើ check history ហ្នឹងណា history ដែលយើងបានសរសេរហើយតបមកខ្ញុំធ្វើការមើល comment មួយទៀតអញ្ចឹងខ្ញុំចុចឡើងនេះចុច Q ដើម្បីចាក់ចេញហើយខ្ញុំមើល ls dot l នេះគឺជា file type របស់ខ្ញុំហើយតបមកក្នុងនេះគឺខ្ញុំប្រើ ls dot alអូខេគេសួរខ្ញុំ file on not that directory អញ្ចឹងវាអត់មានបង្ហាញអីទេខ្ញុំសុំម្ដងទៀត ls dot al នេះអញ្ចឹងមានន័យថាវាបង្ហាញមកហើយ user root ចឹងយើងបាននេះគឺវាហើយតមកខ្ញុំសុំទៅមើល ls bin ដែលយើងមើលតែ file នៅក្នុង bin ហ្នឹងយើងមានអត់នេះ
một chẳng dừng miền system off nên trong system nắng hay tỏ máu nhưng thua cả CD căn khấu tỏ máu nhưng CD từ căn root bỏ nhóm root chống root nhóm hay tỏ máu vì thảo khớn của mình chỉ bành hà tới admin administrator 1 គឺនេះគឺជាឈ្មោះដែលខ្ញុំដាក់ខ្ញុំអត់ទាន់បានដូរឈ្មោះទេខ្ញុំមើលចាប់ចាំនឹងដូរក៏ឲ្យវាងាយស្រួលថាកុំឲ្យឃើញ logo រូបនេះវាបាក់មើលអញ្ចឹងខ្ញុំអត់អីទេខ្ញុំ CD ទៅកាន់ lab អូខេមកទូចអត់ឃើញអញ្ចឹងអត់អីទេมันជាបញ្ហា DIR យើងសម្រាប់បង្កើត file ថ្មីបន្ទាប់មកខ្ញុំ ls ឃើញថា administrator អញ្ចឹងមានន័យថាវាចេញគឺ file របស់ខ្ញុំជានៅក្នុង administrator 1អញ្ចឹងខ្ញុំធ្វើការជាមួយនឹង administrator 1ដោយខ្ញុំប្រើ command ដែរ dir.p b /c /c យ៉ាងតបមកខ្ញុំប្រើឲ្យគេ mkdir ដូចគ្នាហើយខ្ញុំប្រើ .p v /c c /c នេះអញ្ចឹងខ្ញុំបានបង្កើតនៅ directory មួយដែលមានឈ្មោះថា c /c នេះហើយបន្ទាប់មកខ្ញុំសូមដល់ពេលខ្ញុំបង្កើតចឹងរួចរាល់ហើយដែលគ្នា tag ទៅលើវាមួយទៀតអញ្ចឹងខ្ញុំសូម tag ទៅលើវាមួយទៀតចង់ដឹងថាវាចេញអត់ touch abc.tt អញ្ចឹងខ្ញុំ ls វាមើលវាចង់ដឹងថាមានអត់អញ្ចឹងវាមាននេះវាមានអ្វីដែលសំខាន់គឺខ្ញុំសូម cat វាដោយ cat abc.txt ខ្ញុំ echo វាមួយ echo hello abc.txt ហើយต่อមកខ្ញុំប្រើ cat abc.txt នេះចឹងក៏វាចេញមកដូចគ្នាតបមកខ្ញុំប្រើ vi abc.txt ចឹងន័យថាវាបង្ហាញយើងទៅលើ hello world ចឹងខ្ញុំអត់នេះទេខ្ញុំខ្ជូចាក់ចេញពីវាខ្ញុំអត់ខ្វល់ទេតោះមកខ្ញុំសូម cat ទៅលើ create ទៅលើវាយកតែម្ដងខ្ញុំ cat អីគេខ្ញុំ cat abc.txt new ខ្ញុំប្រើ new file .c នាំឲ្យអាហ្នឹង create new.txt ចឹងវានៅនេះវាបញ្ជាក់ថាវាជាអត់ឃើញចូលខ្ញុំសុំម្ដងទៀត cat abc.txt តោះមកខ្ញុំប្រើ new file .c នាំឲ្យ
nhu nó dot txt can you find nó sẽ cat đã can you find nhu dot txt hello đọc máy nhầm sùng clear chào mũi không ao viên page hay nhầm sùng mơ history đó để nhầm bàn sẽ history nè chẳng nhầm mà cả từ lửa phà muối hay nhầm trả trên hay nhầm mà cả phà là đá là nấu là nhầm chọn đi nắng cầm bàn tèng bàn mà nắng mình là nông từ chẳng bật sân chỉ nhầm phở history nhưng anh ấy nhầm clear history chào mồ history.c này history.c chẳng mình đây ta dùng clear history chào tao là mình oi khơi nhé history này chẳng vì behind cái history mùi tí nào nữa chụp story.c nè chẳng vì chẳng nên phở history mình tiếp history chẳng như là clear history chẳng history cũng sao mùi gì nhiều bạn clear bạn ấy chẳng chẳng nên cho một tiết cứ thạch mày pháo thạch gì thạch gì mày pháo thạch mày pháo dot txt thạch mày pháo dot txt vi từ bậc cát mày pháo nhục bao nhiêu muối để miền chú thá mày pháo dot txt được nghĩa mày pháo dot txt hay trắng nhưng phải thì cho nhưng cần ai là mày mình sẽ tránh hello đã hello gì hello world from that hello I am Cambodia chấm nhung chú phải chặt chính chắc là không cứ nhung thử tự dụ chủ xéo nhưng trả chính là mà dùng xéo trả chính chọn đơn thà nhung sâu pha lớn mau bánh khơi nhợt tránh nhung khẹt vì một tiết khét mày pháo dot txt khét mày pháo dot txt nhu pháo dot txt chấm lại đến cứ việc bằng hàng nói vậy để nhung bạn sao nhưng trả trên mình đó chấm đi chẳng là nhung bạn ta xem nơi không ní nắng này nơi không bị ai đó chẳng vì bà hàng nói nhung xảy ra hay lỗ I am Cambodia chẳng vì chạy màu với nháy chẳng nhung xùm này kì ở tầm mưu bía nị vào thằng ở đây nhung mà ní administrator ok tổng nhung mù vì tờ mới nhung xài cái khác bia mày kì mày pháo đo được cái thì chọn đằng thà đi từ đó thì nhu pháo dot txt
អូខេចាំមិន cat ម្ដងទៀតដោយយើងដាក់ថា new file dot អូខេ new file dot ចឹងអ្វីដែលជាចុងក្រោយគឺយើងត្រូវដាក់ new file dot tt ហើយចឹងវាចេញមកនេះ hello I am Cambodia ចឹងខ្ញុំមិនដឹងថាអ្នកនាងមើលវីដេអូខ្ញុំតន់មិនតន់បើសិនជាមានកន្លែងណាខុសឆ្គងក៏ដូចជាមើលមិនយល់ក៏ខ្ញុំសូមខន្តីអភ័យទោសផងសម្រាប់វីដេអូរបស់ខ្ញុំបាទសូមអរគុណសូមជម្រាបលា